បាទក្រុមនេះរៀបសួរពុកម៉ែបងប្អូននេះថ្ងៃនេះ Channel 2 Play ជនបទសូមមកធ្វើបទបង្ហាញអំពីតំណែងភ្ញៀវបាទដែលគាត់ខំម៉ងបងប្អូនណាបាទអីវ៉ាន់នេះគឺគាត់ខំម៉ងជួដែរចូលកន្លះខែបងប្អូនដោយសារតែវាអតិថិតូចពេកបងប្អូនណាបាទអីវ៉ាន់វាមានសាប់ហើយប៉ុន្តែដោយសារតែយើងចាំគ្រឿងទិញទួចដែលគាត់អត់មានបាទអញ្ចឹងអីវ៉ាន់នេះគឺជាប្រភេទ vector បងប្អូនណា vector ពណ៌ទឹកមាសបាទអត់មានពណ៌ខ្មៅទេអស់ពណ៌ខ្មៅសល់ពណ៌ទឹកមាសបាទហើយរៀបជាមួយនឹងដកកាបូន050 smell DSA TMD បាទមេគុណ4ដល់14 44ស៊ូមចេញចូលបានបាទហើយកណ្ដុងដែក XM8 8 rayé 5 ទឹកបាទ silent គឺពួកវាបន្តិចបាទចុងខៀវពួកនេះវាស្ងាត់ល្អបងប្អូនណាស្ងាត់ល្អហើយអានេះស្នប់6000 PSI បាទជើងមេម្បៅកធំបងប្អូនជើងមេម្បៅកធំសប់ធូបាទជើងមេម្បៅកធំសប់ធូហើយមានជើងត្រនេះគឺគាត់យកជើងត្រដែរបងប្អូនណាគាត់យកជើងត្រដែរបាទហើយនេះបងប្អូននៅក្នុងនោះគឺគាត់ទិញរែងស្នាប់ទៅមួយឈុតបាទគាត់ទិញទៅ2ឈុតមិនមួយឈុតទេបងប្អូនណា2ឈុតអានេះគឺរែង regulator ខ្ញុំថែមឲ្យគាត់អានេះគឺរែងតួបាទហើយថែមបងរំនេះគាត់2ដុំបាទនេះគឺបងវាបង10គ្រាប់បងប្អូនណាបង10គ្រាប់អញ្ចឹងអីវ៉ាន់នេះគឺលេងជាមួយនឹងគ្រាប់សត្វបងប្អូនបាទដោយសារគាត់ស្លាក់ខ្ញុំតែអត់ចូលទេបាទខ្ញុំព្យាយាមតេស្តយ៉ាងម៉េចក៏តេស្តអត់ចូលដែរខ្ញុំតេស្តតាំងពីគ្រាប់ Gen 1 Gen 2 23រហូតដល់30ស្រីខ្យល់ឡើងចុះតែអត់ចូលបងប្អូនណាចូលលេងបានគ្រាប់សត្វអញ្ចឹងត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាពេលខ្លះទៅកណ្ដុងដែកក៏វាមិនប្រកាសថាលេងគាត់ស្លាក់ចូលដែរបងប្អូនណាអញ្ចឹងបងប្អូនពេលខ្លះទៅគាត់ឆាតមកខ្ញុំគាត់សួរថាបងកណ្ដុងដែកធានាបានបាញ់គាត់ស្លាក់ខ្ញុំបាក់ឆ្លើយបងប្អូនបាទដោយសារអីដោយសារថាកណ្ដុងដែកវាលេងវាអត់ចូលគោលដៅវាអត់សូវស្អាតទេបាទយើងធានាបានបងប្អូនធានាលេងបាញ់ដល់បានបាទតែបើថាបាញ់ចូលបងប្អូនមិនងាយទេបាទអត់ងាយទេព្រោះអីកណ្ដុងដែកពេលមុនវាមាន polygon គឺអាចនិយាយបានថាគោលដៅវារៀងគ្រាន់បើឥឡូវនេះ polygon នឹងវាដាច់ stop ទៅដោយសារមានបញ្ហាឥឡូវគឺអត់មាន polygon មានតែកណ្ដុងផ្សេងគឺពិបាកណាស់បងប្អូនណាបាទហ្នឹងហើយកុំថាកណ្ដុងដែកប៉ុន្តែកណ្ដុងដែកនេះមិនមែនកណ្ដុងដែកមានស្តង់ដារ 100%ទេមិនផលិតមកសម្រាប់លេងស្លាក់ស្តង់ដារ 100% ទេអត់ទេបងប្អូនបាទគឺកណ្ដុងដែកដែលវៀតណាមធ្វើហូតនេះអាចនិយាយបានថាពេលខ្លះទៅគឺគេហូតចំរាយេវាចំវាត្រូវទ្វារ៉េតរបស់វាលេខបានដោយពួក polygon ហ្នឹងតែដល់ពេលឥឡូវនេះពួកអារាយេធម្មតាឬក៏ពួកអា polygon សេរីក្រោយនេះអាហ្នឹងខ្ញុំក៏អត់ដឹងថាមិនដែរប៉ុន្តែឥឡូវពួកអារាយេធម្មតាចេះគឺរឿងពិបាករៀបXM8 កាលពីចេញដំបូងពួកគាត់បើលេងដែរបងប្អូនណាតែមកពួកសេរីក្រោយនេះវាតែស្លាក់អត់ចូលបាទតាមពិតទៅអីវ៉ាន់កណ្ដុងដែករៀបគ្រាប់ស្លាក់នេះគឺតាំងពីដើមបងប្អូនគឺពិបាករៀបដោយសារអីដោយសារតែកណ្ដុងរបស់វៀតណាមវាធ្វើមកវាអត់ត្រូវ 100% ទេទ្វារ៉េតវាបាទវាមិនសម្រាប់លេងស្លាក់ 100% ទេគឺវាហូតទៅតាមសិប្បកម្មអញ្ចឹងសិប្បកម្មណាធ្វើបានលេងចំទ្វារ៉េតក៏លេងបានសិប្បកម្មខ្លះក៏លេងអត់បានអញ្ចឹងណាបាទអញ្ចឹងហើយបងប្អូនថាឲ្យខ្ញុំរៀបឲ្យធានាលេងគ្រាប់ស្លាក់វាពិបាកធានាបងប្អូនហើយមនុស្សខ្ញុំអត់ដូចគេទេខ្ញុំអត់ធានាតែមកទេបើអីវ៉ាន់ហ្នឹងរៀបឲ្យលេងបានខ្ញុំធានាឲ្យបើរៀបឲ្យលេងបានខ្ញុំអត់ហ៊ានធានាទេបាទមិនមែនថាខ្ញុំធានាឲ្យធានាតែមាត់ទេបងប្អូនអត់ខ្ញុំអត់ចេះនិយាយធានាតែមាត់ទេបាទ
ព្រោះនៅពេលដែលខ្ញុំលក់អីវ៉ាន់ឲ្យបងប្អូនហើយខ្ញុំមិនប្លុកបងប្អូនចោលខ្ញុំនៅទទួលខុសត្រូវឆាតតបឆាតឆ្លើយធម្មតាមិនមែនផ្ញើអីវ៉ាន់ឲ្យបងប្អូនហើយឆាតមិនតបតែលើអីអត់ទេណាបងប្អូនខ្ញុំខុសគេបាទខ្ញុំអត់ទេអីវ៉ាន់ដូចខ្ញុំនិយាយចឹងថោកថ្លៃគឺយើងនិយាយថ្លៃគ្នាបើត្រូវលក់បានលក់អត់បានអត់បាទតែបើរឿងគុណភាពគឺខ្ញុំគិតជាចម្បងបាទមុនគេបើខ្ញុំធ្វើអត់បានខ្ញុំអត់ហ៊ានធានាខ្ញុំអត់និយាយចោលតែមាត់ទេបាទអានេះគឺសម្រាប់ខ្ញុំផ្ទាល់ខ្លួនឯងបាទខ្ញុំអត់និយាយអ្នកដទៃមិនទេតែបើសម្រាប់ខ្ញុំបើធ្វើអត់បានខ្ញុំអត់ធានាបងប្អូនទេតោះតែធ្វើបានអញ្ចឹងឥឡូវគេអត់ថាបើវ៉ាន់ខ្ញុំធានាស្លាក100ម៉ែត្រនេះតែ100ម៉ែត្រនេះគឺបាញ់ចូលគោលដៅតិចបំផុតក៏បាញ់10ចូល8ដែរបងប្អូនអាហ្នឹងបាទហ្នឹងតិចបំផុតបាទអានេះគឺធានាអញ្ចឹងមិនអីវ៉ាន់ធានា100ម៉ែត្រមិនធានាបាញ់ដល់ពេលបាញ់ចូលដល់100ម៉ែត្រចូលប៉ុនបាក់ដៃអាហ្នឹងមិនគេមិនហៅចូលគោលដៅទេបាទចូលគោលដៅហ្នឹងមានន័យថាស្អុយបំផុតដល់បងប្អូនណានេះ100ម៉ែត្រក៏បាញ់អាដុំនេះត្រូវទេនេះបាទដុំស្កុតនេះបាទនិយាយថាប្រហែលជាប៉ុនពងកងានចុះខ្ញុំនិយាយចឹងបាទ100ម៉ែត្រណាបាទប្រហែលជាអាចបាញ់ប៉ុនពងបាញ់ពងកងានត្រូវឬក៏យើងអាចនិយាយមួយយ៉ាងគឺថាឲ្យបាញ់កប់ត្រូវ100ម៉ែត្រហ្នឹងគឺអាចបាញ់កប់ត្រូវ10ត្រូវ8បាទនិយាយធានាចឹងហ្មងបាទអាហ្នឹងគឺធានាអញ្ចឹងធានាហ្នឹងគឺចង់និយាយអញ្ចឹងមិនមែនទៅដល់បាញ់កប់10ចម្ងាយ100ម៉ែត្របាញ់ត្រូវ5អីហើយមកធានា100ម៉ែត្រណាអត់ទេបងប្អូនអាហ្នឹងមានន័យថាវាអត់ទាន់ចូលស្តង់ដារទេធានាអញ្ចឹងបានបងប្អូនខ្ញុំធានាអញ្ចឹងក៏បានដែរបាទតែខ្ញុំអត់ធ្វើអញ្ចឹងទេខ្ញុំឥឡូវឧទាហរណ៍ថាឥឡូវខ្ញុំធានា100ម៉ែត្រអញ្ចឹងខ្ញុំធានាបាញ់កប់រយៈចម្ងាយ100ម៉ែត្រហ្នឹង10ចូល7 8អីអាហ្នឹងបានគេហៅថាធានាចំគោលដៅបាទតែបំផុតក៏7 8ហ្នឹងឯងបាទហើយបើសិនជាវ៉ាន់ល្អវ៉ាន់ត្រង់បាញ់10គឺខុសមួយបងប្អូនណាកប់100ម៉ែត្របាញ់10អត់ខុសមួយទេបាទខ្ញុំហ៊ាននិយាយចឹងហ្មងបាទអញ្ចឹងពាក់ព័ន្ធមួយរឿងធានានេះទាល់តែខ្ញុំធ្វើបានហើយខ្ញុំមានបទពិសោធន៍ធ្លាប់ប្រើខ្លួនឯងធ្លាប់លេងខ្លួនឯងបានខ្ញុំហ៊ានធានាភ្ញៀវតែបើអត់ខ្ញុំអត់ធានាទេបងប្អូនអត់ធានាមកបាទខ្ញុំអត់ធានាតែមាត់ទេដូចខ្ញុំនិយាយមុនហ្នឹងចឹងបាទណែអញ្ចឹងពាក់ព័ន្ធមួយរឿងធានានេះគឺគេធានាអញ្ចឹងបងប្អូនណាបាទមានបញ្ហាខូចលិចចោលខូចរិញខូចអីរយៈពេល1ខែខ្ញុំដូរឲ្យបាទហ្នឹងហើយអីវ៉ាន់ធានាគឺទៅលើស៊ីសងលើអីវ៉ាន់ល្អអីវ៉ាន់មិនល្អបងប្អូនបាទមិនមែនថាអីវ៉ាន់ហ្នឹងរៀបល្អទាំងអស់ទេលេងបានទាំងអស់ទេអត់ទេបងប្អូនខ្ញុំដឹងនិយាយប្រាប់បងប្អូនថាមិនឲ្យបងប្អូនយល់ទេបាទអ្នកយល់គាត់យល់ទៅបាទអ្នកមិនយល់នៅតែមិនយល់អញ្ចឹងបាទហើយប្រាប់គាត់មិនឲ្យគាត់អត់យល់ដែរបាទអញ្ចឹងអាហ្នឹងយើងបើគាត់មិនយល់ហើយមានតាមដំណើរដែរគាត់គិតមិនគិតគាត់រត់ថោកហើយបាញ់ត្រង់ឆ្ងាយវាមានទេបងប្អូនបាទអ្នកខ្លះរត់សួរតម្លៃ2 300គាត់មានទេបាទរបស់នេះមានទេ2 300បងប្អូនណាបាទតើសឹងប្រហែលអេតចាយមើលឡើងចង់យល់បានលក់បាន2 300ហ្នឹងអេតចាយហ្នឹងតើអេតចាយប្រើកើតទៀតបាទរបស់គេនៅបាញ់ត្រង់អត់មានតម្លៃប៉ុណ្ណឹងទេ2 300បាទហ្នឹងហើយបើបងប្អូនចង់បានឆ្ងាយតើបងប្អូនដាក់កណ្ដុងល្អសម្លេងល្អបាទបានលេខបានឆ្ងាយតែបើឧទាហរណ៍ថាកណ្ដុងដែកអាហ្នឹងធានាបានถึง150ម៉ែត្រណា100ម៉ែត្រច្រឡំបងប្អូនណា100ម៉ែត្រអញ្ចឹងឲ្យវ៉ាន់នេះកណ្ដុងដែកខ្ញុំនិយាយមួយគាត់ហើយម្ចាស់គាត់ហើយថាខ្ញុំអត់ធានាថាលេងស្លាកចូលទេប៉ុន្តែខ្ញុំនឹងធ្វើអស់លទ្ធភាពបើលេងចូលប៉ុន្មានគឺយកប៉ុណ្ណឹងបាទបើបងទទួលយកបានយកបើយកអត់បានខ្ញុំឲ្យខ្ញុំធានាកណ្ដុងដែកបាញ់គាត់ស្លាកចូលខ្ញុំអត់ហ៊ានធានាទេបាទតែបើកណ្ដុងដែកហ្នឹងបើធានាគាត់ផ្សិតខ្ញុំធានាឲ្យបាន100ម៉ែត្រណា100ម៉ែត្របាញ់ចូលគោលដៅអញ្ចឹងឲ្យវ៉ាន់នេះខ្ញុំតេស្ត50ម៉ែត្រគាត់ផ្សិតចូលថែប៉ុនកូនដៃបងប្អូនណាចូលប៉ុនកូនដៃបាទតែបើគាត់ស្លាក
តែវាអត់សូវចូលស្អាតទេចូលប្រហែលជា2ធ្នាប់បាទចូលប្រហែល2ធ្នាប់ដៃក៏ស្លាក់បាទ50ម៉ែត្រហ្នឹងចូលប្រហែល2ធ្នាប់ដៃអញ្ចឹងយើងបាក់ត្រង់ថាម៉េចត្រង់ថាដូចខ្ញុំនិយាយយ៉ាងកណ្ដុងដៃយើងអត់ធានាឲ្យកើតទេរឿងគ្រាប់សាក់បើតេះទៅចូលគឺលេងទៅតែបើតេះអត់ចូលមានតែបាញ់គ្រាប់សាក់បែបបងប្អូនបាទហើយសួរថាហេមិនបងឯងមិនគេរៀបបាញ់គាត់ខ្លះបានហើយរៀបបានបាទនឹងខ្ញុំមិនហ៊ានខ្ញុំនិយាយចំទៅអាចនិយាយបានថាចេះខ្ញុំធ្វើជាក់ស្ដែងឃើញបែបណាគឺខ្ញុំថាបែបហ្នឹងបាទបងប្អូនដូចខ្ញុំនិយាយថាខ្ញុំអត់ធានាតែមាត់ទេមិនមែនឲ្យគេកក់លុយឲ្យធានាបងធានា100ម៉ែត្របាញ់គាត់ខ្លះឲ្យដល់តែពេលគេកក់លុយឲ្យរៀបឲ្យយកទៅឲ្យវ៉ាន់ដឹងឆ្អីចេះដាក់ទៅអត់ទេណាបងប្អូនអត់មកបាទខ្ញុំគឺខ្ញុំនិយាយទុកមុនអញ្ចឹងឲ្យហើយមកបើសិនជារៀបទៅវាចូលអាហ្នឹងគឺខ្ញុំឲ្យលេងរាប់ស្លាក់តែបើរៀបទៅវាអត់ចូលខ្ញុំអត់ដឹងធ្វើម៉េចទេព្រោះកណ្ដុងនៅពេលដែលយើងទិញមកក៏អត់មានគេធានាយើងដែរបាទវៀតណាមវានិយាយមកឲ្យតែស្រួលស្ដាប់ដូចតែខ្មែរយើងមួយចំនួនដែរទេធានាលេងបានដល់តែពេលយើងយកមករៀបវាថាមកយើងអត់ចេះរៀបមិនមែនអត់ចេះរៀបទេបងប្អូនយើងរៀប4-10ឆ្នាំមកហើយដែលចេះរៀបបើកណ្ដុងលេងបានយកមកដល់គឺរៀបចូលហ្មងបងប្អូនបាទហ្នឹងហើយយើងថាអញ្ចឹងថាចុះគេរៀបបានអាហ្នឹងដូចខ្ញុំប្រាប់ចឹងបាទវាអាស្រ័យលើអីវ៉ាន់វៀតណាមវាមកឲ្យហើយនឹងអាស្រ័យលើផលិតកម្មហ្នឹងថាតើវាសម្រាប់លេងស្លាក់អត់យើងសួរវាថាសម្រាប់លេងស្លាក់ដល់ពេលយកមករៀបបាញ់ស្លាក់អត់ចូលគ្រាប់ដូរឲ្យដឹងប្រមាណប្រភេទអត់ចូលគ្រប់ទម្ងន់នៅតែលេងអត់ចូលបាទហ្នឹងហើយតែឥឡូវយើងក៏លេងទៅមើលមួយទៀតវិញក្នុងបោះអាមេរិកឡើងណាបងប្អូនណា10ដើមយកមកលេងចូល10ដើមបាទហើយហ្នឹងហើយយើងសួរថាហេតុអីបានក្នុងបោះអាមេរិកគេលេងចូលអត់មានថាលេងគ្រាប់ស្លាប់ចូលលេងគ្រាប់សឹកចូលដូចក្នុងវៀតណាមមកពីរបស់គេមានស្តង់ដារគេធ្វើមកល្អបាទធ្វើមកគឺតម្រូវសម្រាប់លេងស្លាក់លេងសឹកហ្នឹងហើយអាក្នុងវៀតណាមនេះមកឲ្យខ្ញុំធានាខ្ញុំមិនដឹងធានាមិនបងប្អូនណាឡាញខ្ញុំហ៊ានធានាបងប្អូនបាទបងប្អូនតាក់ក្នុងអាមេរិកខ្ញុំហ៊ានធានាលេងគ្រាប់លាក់ចូល 100% បើលេងអត់ចូលខ្ញុំអត់យកលុយខ្ញុំសុខចិត្តឲ្យលុយវិញបាទតែបើរឿងក្នុងដៃខ្ញុំធានាលេងគ្រាប់លាក់ខ្ញុំអត់ហ៊ានធានា 100% ទេបងប្អូនណា50និយាយមកចេះរឿងគ្រាប់លាក់ជាមួយនៅក្នុងដៃរបស់វៀតណាមព្រោះគឺអញ្ចឹងឯងហើយបើសិនជាទីហោថាបើខ្ញុំធានាបងប្អូនហើយបងប្អូនយកទៅលេងអត់កើតវាមានបញ្ហាខ្ញុំរស់ស៊ីមានបញ្ហាខ្ញុំអត់ចង់រស់ស៊ីមានបញ្ហាបងប្អូនណាខ្ញុំចង់យកលុយបងប្អូនដោយសុខសប្បាយឲ្យបងប្អូនយកអីវ៉ាន់យកទៅប្រើក៏សុខសប្បាយកុំអាដែងនិយាយគ្នាចេះដល់តែពេលទៅដល់វិញចោះលេងកើតអីកើតខ្ញុំយកលុយបងប្អូនមកក្តៅក្រហាយខ្ញុំអត់សប្បាយចិត្តទេខ្ញុំនិយាយតាមត្រង់បាទពេលមានបញ្ហាមានអីធម្មតាតែខ្ញុំនឹងគេដល់ពេលទិញអីវ៉ាន់ហើយគេធានាយើងថា100ម៉ែត្រដល់តែពេលយកទៅបាញ់ដូចអាចលេងអត់កើតមិនឆាតទៅមិនសប្បាយចិត្តទេខ្ញុំក៏ដោយបើសិនតែខ្ញុំទិញគេមកលេងកើតក៏ខ្ញុំអត់សប្បាយចិត្តដែរមែនអត់បាទហ្នឹងហើយចឹងបានថានេះបានថាពាក់ព័ន្ធមួយរឿងធានាបងប្អូនណារឿងកណ្ដុងដែកគឺ50លេងគ្រាប់ស្លាក់តែបើគ្រាប់ផ្សិតខ្ញុំធានាឲ្យ 100% ថាលេងបានតែបើគ្រាប់ស្លាក់50បើលើកតេះទៅលេងចូលបើតេះទៅលេងអត់ចូលអាហ្នឹងអត់ហើយបាទចឹងខ្ញុំអត់ដឹងធ្វើម៉េចទេបាទព្រោះថាខ្ញុំមិនមែនអ្នកផលិតកណ្ដុងដែកហ្នឹងទេគឺវៀតណាមអ្នកផលិតករណីកណ្ដុងឡាញនៅអាមេរិកខ្ញុំហ៊ានធានាឲ្យ 100% ថានៅពេលដែលរៀបគឺដឹងតែបាញ់ស្លាក់ចូលហើយបាទហ្នឹងហើយអញ្ចឹងវាខុសគ្នាកន្លែងហ្នឹងបងប្អូនខ្ញុំរៀបកណ្ដុងដែករបស់វៀតណាម10ដើមដូចគ្នាលេងគ្រាប់ស្លាក់ចូល1ដើម2ដើមឯងបាទ3ដើមឯហ្នឹងច្រើនហើយបងប្អូនបាទតែបើកណ្ដុងឡាញនៅអាមេរិកខ្ញុំរៀប10ដើមគ្មានថាលេងគ្រាប់ស្លាក់អត់ចូលទេ
bà banh trôi là đọc đờm liên ban là đọc đờm bà chẳng là này hơi chia mua là hết đeo vì miền là bỏ on bà bỏ ôn trong ban thao hay là o Việt miền tề rồi nông đại bảo Việt Nam đi nhóm tần này ha sấp sẹo gọt lạc bà lai làm rách nhóm tần này mà rồi bà này cả lên gọt lạc bàn cho ngày hoàn đi lên gọt lạc trôi thế lên ai gọt lạc trôi bàn cầm ha học sập mai lên bàn của nó tại bà đã đo mà rồi mét nhầm chưa thà cứ lên bà này nhầm ấp té đo mà rồi còn tay còn là nhầm té cô đa là ha học sập mét vì trôi phần pi thằng đai ấy cứ lại đã đo mà rồi mét anh ấy cao phần ba đai rồi bà này chẳng bà chẳng hơi bà bộ này chụp trà na mở bàn á sẽ mẹ nhóm tần này tao nhóm thử bàn bà phơi mình bán nhóm ọt hiền tần này thì bà nhóm ọt trong ban lôi khi đời cái đau hai em cô bà còn nhóm ọt rồi xin ngay bà ok trong video này nhóm mình phần đăng ký sẽ bảo ôn thầu ca tầm ninh chua tầm ninh cầm màu tầm ninh ai chạy tao nhóm bà truyền cho bạn video này mình phần đăng cho bà có đọc đi ở con tục này của nó nè bye bye